Hello សួស្តីអ្នកគ្នានៅក្នុងវីដេអូចំណុចហ្នឹងគឺខ្ញុំនឹងមកបង្ហាញអ្នកគ្នាពីរបៀបធ្វើ user management ណាអញ្ចឹងអ្នកគ្នាអាចចាំមើលវីដេអូរបស់ខ្ញុំបានថា user management ហ្នឹងគេធ្វើអីខ្លះដល់ខ្ញុំធ្វើការ check who am I ដើម្បីមើល user បច្ចុប្បន្នរបស់ខ្ញុំហើយបន្តមកទៀតខ្ញុំធ្វើការ clear vision ដើម្បីខ្ញុំវាយ comment មើល directory របស់ខ្ញុំហើយខ្ញុំធ្វើការ clear ទៀតហើយ comment បន្តមកទៀតខ្ញុំធ្វើការវាយ sudo user add ហើយខ្ញុំដាក់ s ហ្នឹងដើម្បីដាក់ permission ទៅកាន់ user មួយនឹងថាគាត់អាចធ្វើបានខ្លះហើយជាមួយនឹង /bin/bash ហើយខ្ញុំដាក់ជាមួយនឹងកន្លែងហ្នឹងគឺយើងដាក់ជាមួយនឹងឈ្មោះ user របស់ខ្ញុំដាក់ជាមួយនឹងឈ្មោះខ្ញុំហើយខ្ញុំដាក់ឈ្មោះជាមួយនឹង password របស់យើងណាអ្នកគ្នាកន្លែងហ្នឹងគឺយើងដាក់ password ពេលដែលយើង install អីមកគឺយើងធ្វើការបង្កើត user ចំណាក់ password ហើយបន្តមកទៀតខ្ញុំធ្វើការដូរ user ខ្ញុំធ្វើការដាក់ password ទៅកាន់ user របស់ខ្ញុំតើពេលខ្ញុំបានដាក់ password រួចហើយខ្ញុំធ្វើការ clear វាចេញទៀតហើយខ្ញុំធ្វើការខ្ញុំចង់ដាក់ password ទៅឲ្យ user ដែលខ្ញុំបានបង្កើតមិញហ្នឹងខ្ញុំដាក់ sudo passwd ជាមួយនឹងឈ្មោះ user របស់ខ្ញុំហើយខ្ញុំធ្វើដាក់ password ហើយខ្ញុំដាក់ password ថ្មីហើយ comment ឈ្មោះ user ហ្នឹងគឺខ្ញុំនឹងធ្វើការចូលទៅកាន់ឈ្មោះ user ថ្មីដែលខ្ញុំបានបង្កើតមិញហ្នឹងហើយខ្ញុំធ្វើវាយ who am I ដើម្បី check មើលថាខ្ញុំពិតទៅចូលបាន user ហ្នឹងអត់អញ្ចឹងហើយខ្ញុំបានចូល user ហ្នឹងបានហើយខ្ញុំធ្វើការវាយ mkdir ដើម្បីបង្កើតdirectory មួយទៀតអ្នកគ្នាឲ្យវាយតាមខ្ញុំបានខ្ញុំវាយ mkdir ដើម្បីបង្កើត file folder មួយចឹងគឺខ្ញុំបង្កើតបានហើយបន្តមកទៀតខ្ញុំធ្វើការចូលទៅកាន់ folder ដែលខ្ញុំបង្កើតមិញហ្នឹងហើយខ្ញុំ exit ហើយខ្ញុំធ្វើការ cat មើលចង់ដឹងថា user ដែលខ្ញុំបានបង្កើតមិញហ្នឹងគឺចាញ់អត់គឺយើងវាយធ្វើការ cat ហើយ user របស់ខ្ញុំគឺមាននៅក្នុងហ្នឹងហើយអញ្ចឹងហើយ user management នៅក្នុងហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាសម្រាប់ការទស្សនា